So cleared, switches hot, cleared hot, release on conditions. Troy 1, switches hot. 5, 4, 3. Wanda. Được xong tháng này dân ở Spain cho lòn pi dân họ trong bang tại bang kỳ chặt tục tham bên sân tập hiệp tùm nớp nâng khang trên cái bom pot nâng khang đồng bòn Asia khné nâng peปัจจุบันนี้นcứ S35 Lightning II ដែលសង្ហបរិបានជ្រើសរើសដើម្បីពង្រឹងកម្លាំងតបអាកាសរបស់ខ្លួន S35B មិនមែនជាយន្តហោះចម្បាំងធម្មតានោះទេប៉ុន្តែជាយន្តហោះចម្បាំងចំនួនទី5ដែលតំណាងឲ្យកម្ពុជាបច្ចេកវិទ្យាយោធារបស់សហរដ្ឋអាមេរិកមានអ្នកជំនាញជាច្រើនបានចាត់ទុកវាថាជាយន្តហោះចម្បាំងដែលអាចផ្លាស់ប្ដូររបៀបក្នុងការធ្វើសង្គ្រាមតាមអាកាសនៅក្នុងសតវត្សទី21 សាកសម័យមើលថានៅថ្ងៃអនាគតបើកម្ពុជាមានយន្តហោះចម្បាំងប្រភេទនេះត្រឹមតែ10គ្រឿងតើនឹងមានការផ្លាស់ប្ដូរប្រវត្តិសាស្ត្រដែនអាកាសរបស់កម្ពុជាខ្លាំងប៉ុណ្ណាបងប្អូនអាចខមមិនពីចំណាប់អារម្មណ៍របស់បងប្អូននៅក្នុងខមមិនខាងក្រោមឥឡូវយើងស្លេះត្រឹមតែប៉ុណ្ណេះសិនយើងងាកមកដឹងពីប្រវត្តិនិងសមត្ថភាពដ៏អស្ចារ្យរបស់ S35B Lightning II តែហេតុអ្វីបានជាយន្តហោះចម្បាំងប្រភេទនេះគេចាត់ទុកថាជាយន្តហោះចម្បាំងដែលខ្លាំងជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះឥឡូវយើងគួរត្រឡប់ទៅក្រោយដើម្បីដឹងពីប្រវត្តិរបស់អធិរាជលើអាកាសក្នុងតំបន់ F35B Lightning II នេះជាមុនសិន F35 Lightning II ត្រូវបានអភិវឌ្ឍដោយ Lockheed Martin ក្រោមកម្មវិធី Joint Strike Fighter របស់ The United States Department of Defense គម្រោងនេះបានចាប់ផ្ដើមនៅទសវត្សរ៍ឆ្នាំ 1990 ដោយមានគោលបំណងបង្កើតយន្តហោះចម្បាំងតែមួយប្រភេទដែលអាចបំពេញបេសកកម្មជាច្រើនដូចជាការប្រយុទ្ធតាមអាកាសការវាយប្រហារគោលដៅនៅលើដីការវាយប្រហារគោលដៅនៅលើសមុទ្រការស៊ើបការណ៍និងប្រមូលព័ត៌មានបន្ទាប់ពីមានការសាកល្បងជាច្រើនឆ្នាំ S35 បានចូលបម្រើជាផ្លូវការនៅក្នុងឆ្នាំ 2015 ហើយក្លាយជាយន្តហោះចម្បាំងទំនើបបំផុតមួយនៅក្នុងពិភពលោកតើ S35B ខុសពី S35 ផ្សេងយ៉ាងដូចម្តេចគួរបញ្ជាក់ផងដែរថាត្រកូល S35 មាន F35 3ប្រភេទនោះគឺ S35A Lightning II S35B Lightning II និង S35C Lightning II ក្នុងចំណោមត្រកូល S35 ទាំង3នេះ S35B គឺជាយន្តហោះចម្បាំងដែលពិសេសជាងគេព្រោះវាអាចហោះហើរឡើងពីផ្លូវខ្លីនិងចុះចតបញ្ឈរបានសមត្ថភាពនេះបានអនុញ្ញាតឲ្យវាអាចប្រតិបត្តិការពីកោះតូចៗមូលដ្ឋានយោធាបណ្ដោះអាសន្នឬនេះវាចម្បាំងដែលមានទីលានធំដែលនេះគឺជាអត្ថប្រយោជន៍ដ៏ធំនិងចាំបាច់មួយនៅក្នុងសង្គ្រាមសម័យបច្ចុប្បន្ននេះលក្ខណៈបច្ចេកទេស S35B មានប្រវែង 15.6 ម៉ែត្រស្លាបមានប្រវែង 10 ម៉ែត្រទម្ងន់ទទេដោយមិនទាន់រាប់ទាំងពេលបំពាក់អាវុធវាមានទម្ងន់ប្រហែល 14 តោននិងអាចមានទម្ងន់អតិបរមាពេលហោះហើរឡើងជាង 27 តោនវាប្រើម៉ាស៊ីន Pratt & Whitney F135 ដែលជាម៉ាស៊ីនយន្តហោះចម្បាំងដែលមានកម្លាំងខ្លាំងបំផុតមួយនៅក្នុងពិភពលោកម៉ាស៊ីននេះអាចបង្កើតកម្លាំងរុញលើសពី 40,000 ផោនដែលស្មើទៅនឹង 18,143.7 គីឡូក្រាមល្បឿននិងចម្ងាយហោះហើរ S35B អាចហោះហើរនៅក្នុងល្បឿនប្រហែល Mach 1.6 ឬជិត 2,000 គីឡូម៉ែត្រនៅក្នុង1ម៉ោងវាអាចហោះហើរបានចម្ងាយលើសពី 1,600 គីឡូម៉ែត្រដោយមិនបាច់ចាក់ប្រេងបន្ថែមកម្ពស់ហោះហើរជាអតិបរមាអាចហោះលើសពី 15 គីឡូម៉ែត្របច្ចេកវិទ្យា Stealth ចំណុចដែលធ្វើឲ្យ S35B ខុសត្រាបំផុតនោះគឺសមត្ថភាពលាក់ខ្លួនពីរ៉ាដាទូខ្លួនរបស់វាបានរចនាឡើងពីសម្ភារៈនិងលោហៈពិសេសនិងទម្រង់អាកាសវិទ្យាដែលអាចកាត់បន្ថយសញ្ញាពីរ៉ាដានៅក្នុងស្ថានភាពជាក់ស្ដែងសត្រូវអាចរកឃើញ S35B នៅក្នុងចម្ងាយយឺតជាងយន្តហោះចម្បាំងធម្មតានេះអនុញ្ញាតឲ្យវាអាចមើលឃើញសត្រូវមុននិងធ្វើការវាយប្រហារមុនដែលគ្មានគូសត្រូវណាអាចរកឃើញមុននោះឡើយដែលជាមូលហេតុដែលគ្មានយន្តហោះចម្បាំងនៅក្នុងតំបន់ប្រភេទណាអាចចូលទៅក្បែរ S35B Lightning II បាននោះទេរ៉ាដានិងប្រព័ន្ធ sensor
S35B ត្រូវបានគេហៅថាកុំព្យូទ័រហោះហើរព្រោះមានប្រព័ន្ធអេឡិចត្រូនិកដ៏ទំនើបបំផុតនៅក្នុងពិភពលោកវាមានប្រព័ន្ធរ៉ាដា ESA ដែលអាចស្កេនគោលដៅរាប់សិបដងនៅក្នុងពេលតែមួយវាក៏មានប្រព័ន្ធកាមេរ៉ា360ដឺក្រេជុំវិញតួយន្តហោះដែលអនុញ្ញាតឲ្យអ្នកបើកបរមើលឃើញគ្រប់ទិសដៅដោយមិនបាច់បង្វិលក្បាលរបស់ខ្លួននោះឡើយព័ត៌មានពី sensor ទាំងអស់ត្រូវបានបញ្ចូលគ្នានិងបង្ហាញជាទិន្នន័យតែមួយងាយស្រួលយល់សម្រាប់អ្នកបើកបរអាវុធS35B អាចផ្ទុកអាវុធនៅក្នុងខ្លួនផ្នែកខាងក្នុងដើម្បីរក្សាសម្បត្តិភាពស្ទីលវាអាចប្រើមីស៊ីលប្រយុទ្ធអាកាសទល់នឹងអាកាសមីស៊ីលវាប្រហារលើដីគ្រាប់បែកឆ្លាតវៃអាវុធប្រឆាំងនាវាចម្បាំងនៅពេលមិនបាច់លាក់ខ្លួនពីរ៉ាដាវាអាចផ្ទុកអាវុធបន្ថែមនៅក្រោមស្លាបដើម្បីបង្កើនកម្លាំងវាប្រហារហើយអ្វីបានជា S35B ខ្លាំងជាងគេនៅតំបន់អាស៊ីអាគ្នេយ៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានយន្តហោះទំនើបជាច្រើនដូចជា F-15SG Su-35MKM និង Dassault Rafaleប៉ុន្តែ S35B មានអត្ថប្រយោជន៍ដែលយន្តហោះទាំងនេះមិនមានគ្រប់គ្រាន់នោះគឺបច្ចេកវិទ្យាស្ទីលចំនួនទី5ប្រព័ន្ធ sensor ទំនើបជាងសមត្ថភាពប្រមូលផ្ដុំព័ត៌មាននិងចែករំលែកទិន្នន័យសមត្ថភាពហោះហើរឡើងខ្លីនិងចោះចតបញ្ឈរការវាយប្រហារមុនពេលសត្រូវអាចរកឃើញដោយសារតែហេតុផលទាំងនេះហើយបានជាអ្នកវិភាគយោធាជាច្រើនបានចាត់ទុកថា S35B Lightning II ជាយន្តហោះចម្បាំងដែលមានសមត្ថភាពខ្ពស់បំផុតដែលកំពុងប្រតិបត្តិការឬត្រូវបានគេដាក់ឲ្យប្រើនៅក្នុងតំបន់អាស៊ីអាគ្នេយ៍S35B Lightning II គឺជាការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាលាក់ខ្លួនពីរ៉ាដាប្រព័ន្ធកុំព្យូទ័រឆ្លាតវៃ sensor ទំនើបនិងអាវុធដ៏មានប្រសិទ្ធភាពនិងខ្លាំងបំផុតវាមិនត្រឹមតែជាយន្តហោះចម្បាំងប៉ុណ្ណោះទេប៉ុន្តែវាជាមជ្ឈមណ្ឌលព័ត៌មាននិងជាការហោះហើរមួយដែលអាចផ្លាស់ប្ដូរលទ្ធផលនៃសមរភូមិបានហេតុផលទាំងអស់នេះហើយបានជា S35B Lightning II ត្រូវបានគេចាត់ទុកថាជាស្ដេចយន្តហោះចម្បាំងនៃតំបន់អាស៊ីអាគ្នេយ៍នៅពេលបច្ចុប្បន្ននេះសូមអរគុណសម្រាប់ការតាមដានទស្សនាបើពេញចិត្តវីដេអូសូមចុច like Subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗ